Sẽ đây là tôi sẽ có một căn video tìm một bao nhóm sẽ bà xin chỉ khuyên về tới việc bài lần lại chọn đạp đấy xong mà chỉ sai hay khăn tè phải tổ phóng đánh giá thái này cái chỉ video tìm mối hài show một luôn anh một camera cho mọi người sầm lên đọc video bọc nhóm ngày ní từ mọi người đang luôn ấy đang mình trip trong script y tế giá cứ vậy bạn chạy thằng đó cứ được khơi ấy vậy là chạyខ្ញុំមានអារម្មណ៍ថាខ្ញុំសោកស្ដាយពេលវេលាចាដែលខ្ញុំគ្រាន់តែរៀបផ្លែនឹងចាប់ផ្ដើមធ្វើរឿងអង្គហ្នឹងវាតាំងពីខ្ញុំអាយុ25ឆ្នាំសម្រាប់នៅបាហើយឥឡូវខ្ញុំអាយុ30ជាងហើយចាខ្ញុំនៅតែអត់ទាន់បានទទួលបានជោគជ័យនៅក្នុងការធ្វើ content ដាក់ក្នុងបណ្ដាញសង្គមផ្សេងៗទៀតហើយនេះគឺជាការចាប់ផ្ដើមថ្មីរបស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកអធិស្ឋានទៅលើពាក្យសម្ដីរបស់ខ្ញុំដូចជានិយាយតដិតឬក៏ជាប់ដាតនៅក្នុងវីដេអូនេះផងដែរហើយសង្ឃឹមថាអ្នកទាំងអស់គ្នាគ្រប់គ្រងជួយ like ជួយ share ជួយ comment ជួយ follow ជួយ subscribe channel របស់នាងខ្ញុំចាឥឡូវយើងចាប់ផ្ដើមនិយាយដើមខ្លួនឯងអំពីការចាប់ផ្ដើមធ្វើ content តាំងពីយូរយារណាស់មកហើយរហូតដល់ឥឡូវវាហេតុអីបានខ្ញុំវាអត់ទទួលបានជោគជ័យហើយខ្ញុំគ្រាន់តែចាប់ផ្ដើមវារាប់លានដងមកហើយនិយាយថាមិនមែនតិចដងទេទីមួយគឺខ្ញុំអត់ទាន់មាន confidence គ្រប់គ្រាន់នៅក្នុងការ show មកខ្លួនឯងទៅក្នុងកាមេរ៉ាហើយជាមួយនឹងសម្លេងវាអត់ព្រោះយ៉ាឧបករណ៍ដូចជាភ្លើងដូចជា mic ស្រូបអីចឹងអាហ្នឹងយើងគិតងាយនៅក្នុងការធ្វើ content គឺយើងត្រូវប្រើប្រាស់ឧបករណ៍បែបហ្នឹងហើយមួយទៀតទូរស័ព្ទចាសាកាលនោះខ្ញុំប្រើដូចជា 16G ទេអញ្ចឹងវាទំហំបន្ទុកបន្ទូចយ៉ាហើយមួយទៀតគឺខ្ញុំមានការខ្មាស់អៀនចាគិតទៅរឿងអនាគតដែលមិនទាន់កើតឡើងអត់ទាន់បានចេញជាវីដេអូអត់ទាន់បានចេញជារូបរាងផងប៉ុន្តែបើជាគិតថាបើសិនជាវីដេអូខ្ញុំផ្ទុះអ្នកស្រុកខ្ញុំមើលឃើញគឺខ្ញុំខ្មាស់អៀនអ្នកស្រុករបស់ខ្ញុំអានេះគឺជារឿងដែលវាគួរឲ្យអស់សំណើចខ្លាំងមែនតើចារហូតមកដល់ឥឡូវយើងមានឧបករណ៍គ្រប់គ្រាន់ហើយមានយ៉ាទូរស័ព្ទក៏អាចផ្ទុកទំហំធំហើយនៅតែមិនអាចធ្វើបានមួយថ្ងៃមុនខ្ញុំមានអារម្មណ៍រត់តែខ្មាស់អៀនខ្លាំងមែនតើចាគឺខ្មាស់អ្នកដែលផុសវីដេអូហ្នឹងគាត់គឺជាអ្នកភូមិរបស់ខ្ញុំចាគាត់លក់បន្លែហើយម្នាក់ទៀតលក់តំពៅហើយនឹងមាន